ជម្រាបសួរបងប្អូនទាំងអស់គ្នាចានេះជាវីដេអូទី5របស់ក្រុមគ្រួសារនាងខ្ញុំធ្វើដំណើរតាមផ្លូវទៅលេងរដ្ឋFlorida ហើយវីដេអូមួយនេះផងដែរគឺពួកយើងកំពុងតែនៅចាប្រហែលជា downtown គេបងប្អូន downtown mobile របស់ Alabama ហ្នឹងហើយបងប្អូនចាទីក្រុងគេធំមែនតើកន្លែងខ្ញុំចូលញ៉ាំអីហ្នឹងអាហ្នឹងជាក្រុងហ្នឹងណាបងប្អូនចាជាឆ្ងាយមែនតើជិះប្រហែល20នាទីអីជាងទៀតបានមកដល់កន្លែងនេះចា20នាទីកន្លះម៉ោងអីតាមខ្ញុំភ្លេចទេនេះប៉ុន្តែគឺថាជិះមកទីក្រុងគេធំហើយខ្ញុំថតទៅខាងនោះចុងផុតហ្នឹងគឺគេមានកប៉ាល់ដឹកទំនិញដឹកអីមានចាមានកន្លែងគេផែចុះអីវ៉ាន់ណាចុះកុងតឺន័រចុះអីអញ្ចឹងណាចាហើយនឹងមើលទៅឃើញអាគារខ្ពស់ហ្នឹងគឺថាចាទីក្រុងរបស់គេហើយចាជិះទៅបងប្អូនមានដឹងខ្លួនណាចាជិះចូលក្នុងគេហៅអីផ្លូវក្រោមដីឬផ្លូវក្រោមសមុទ្រខ្ញុំអត់ដឹងច្បាស់ទេបងប្អូនចាចូលពួកយើងអត់ដឹងដែរយើងអត់ស្គាល់ទីក្រុងរបស់គេដែរបងប្អូនចាបងប្អូនណានៅអាឡាបាម៉ានៅម្ដុំ mobile អីជួយ comment ប្រាប់ផងថានេះជាផ្លូវក្រោមដីឬក៏ក្រោមសមុទ្រពួកអីយើងជិះខាងក្នុងហ្នឹងយើងអត់ដឹងចាជិះយូរដែរបងប្អូនមកសន្ទុះធំដែរចានេះវីដេអូហ្នឹងគឺខ្ញុំអត់មាន speed ទៅណាអីទេគឺថាចាថតបានប៉ុណ្ណានៅក្រោមហ្នឹងគឺដាក់ចូលទាំងអស់ឲ្យបងប្អូនមើលហ្មងខ្ញុំអត់ដឹងថាខ្ញុំធ្លាប់ជិះក្រោមដីដែរនៅដាឡាស់អីពេលខ្លះប៉ុន្តែមួយផ្លែតទេអត់វែងអញ្ចឹងណាចង់និយាយអញ្ចឹងចាហើយផ្លូវនេះរៀងវែងគ្រាន់បើដែរជិះទៅរៀងស្រាវដែរចេះនៅក្នុងចិត្តហ្នឹងបើមានប៉ះគ្នាអីវាមិនស្ទះណែនពេញហ្នឹងហើយរួចជាប់រាប់ម៉ោងអីមិនទៅចាចេះគិតអញ្ចឹងណាមិនមានអីទេគេមានផ្លូវសងខាងអីតិចតួចសម្រាប់អាចជិះគ្នាបានឡានសង្គ្រោះបន្ទាន់អីបានដែរចាគ្រាន់តែយើងនេះចេះតែគិតអញ្ចឹងណាបងប្អូនចាគឺមួយសន្ទុះធំមែនតើបងប្អូនដូចឃើញពលឺតិចអីតែយើងអាចចេញមកវិញបានអញ្ចឹងណាចាអញ្ចឹងបងប្អូនណាដឹងថាហ្នឹងក្រោមដីក្រោមcity គេក្រោមអាគារខ្ពស់ឬក៏ក្រោមសមុទ្រអីជួយប្រាប់ពួកខ្ញុំផងព្រោះពួកខ្ញុំអត់ដឹងអញ្ចឹងណាចា comment ប្រាប់ផងចាហើយចេញពីហ្នឹងទៅគឺថាស្ពានបងប្អូនស្ពាននៅលើសមុទ្រតែម្ដងវែងមែនតើជិះយូរមែនតើរហូតដល់ខ្ញុំspeed video ធ្វើឲ្យវាលឿនណាព្រោះអីវាយូរពេកវាវីដេអូយើងវែងពេកអញ្ចឹងណាខ្លាចបងប្អូនវាធុញព្រោះអីចាអត់មានអីពើផងមានតែខ្នល់ហើយស្ពានហើយតាំងនឹងឯងអញ្ចឹងខ្លាចបងប្អូនធុញចាពួកខ្ញុំចេះតែបន្តដំណើរទៅមុខទៀតអញ្ចឹងទៅហើយក៏បានមើលទេសភាពផងចាខ្ញុំនេះក៏បានខសួរប៉ាដែរថាប៉ាមកដល់ណាអញ្ចឹងណាតាមពិតពួកខ្ញុំ share location គ្នាដែរបណ្ដាចេះតែ call បញ្ជាក់គាត់បន្ថែមទៀតអញ្ចឹងប៉ាក៏គាត់ថាមកដល់ប្រហែល1ម៉ោងអីទៀតមកដល់ mobile ហ្នឹងហើយប៉ុន្តែបងស្រីខ្ញុំគាត់ចេញមកក្រោយគេអញ្ចឹងគាត់ប្រហែលជា2ម៉ោងអីទៀតបានមកដល់ហ្នឹងចាអញ្ចឹងក៏ជិះលេងចាំគ្នាចុះឡើងអញ្ចឹងណាចាពួកខ្ញុំណាចា speed video ហ្នឹងបងប្អូនចាប៉ុន្តែស្ពានសមុទ្រផ្លូវហ្នឹងគឺថាឆ្ងាយមែនតើព្រោះចេញពីហ្នឹងតាខ្ញុំអត់ច្បាស់ដែរថាប្រហែលណាបងប្អូនប៉ុន្តែចិត្តដល់ Florida បងប្អូនចាដូចខ្ទង់1ម៉ោងជាងអីអញ្ចឹងដល់ចូលទឹកដី Florida ហើយអញ្ចឹងចាមើលសមុទ្រលេងទៅបងប្អូនហ្នឹងហើយដែរងាយណាស់បានជិះមកមើលទៀតដូចខ្ញុំថាអញ្ចឹងណាចាលើកនេះជិះឡានលើកក្រោយទៅលេងប្រហែលជិះយន្តហោះទៅហើយបងប្អូនអើយពួកអីចង់លេងនៅនោះឲ្យបានយូរថ្ងៃអញ្ចឹងណាហើយណាមួយទេសភាពតាមផ្លូវ state ផ្សេងហ្នឹងយើងបានមើលយើងបានស្គាល់ហើយចាអញ្ចឹងហើយក៏ថតវីដេអូទុកជាអនុស្សាវរីយ៍ថ្ងៃណាភ្លេចអីអញ្ចឹងអាចបើកមកមើលវិញបានចាអញ្ចឹងខ្ញុំអរគុណដែលតាមដានមើលចាំបងប្អូនជួយមើលវីដេអូក្រោយទាំងអស់គ្នាផងចាជម្រាបលាជួបគ្នានៅវីដេអូក្រោយ